ថ្នាំសម្អាតគ្រូក្នុងតម្រងនោមឬមួយក៏តម្រងនោមដែលមានជាតិល្អក់កកកំណកកំតិចកំបោចាជំរាបសួស្តីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរនាងខ្ញុំមានវិធីសាស្ត្រធ្វើថ្នាំតាមធម្មជាតិបែបខ្មែរបុរាណម្យ៉ាងសម្រាប់មកចែករំលែកដល់បងប្អូនទាំងអស់គ្នាហើយសម្រាប់ការធ្វើថ្នាំនេះដែរមានឈ្មោះថាថ្នាំសម្អាតគ្រូក្នុងតម្រងនោមឬមួយក៏តម្រងនោមដែលមានជាតិល្អក់កកកំណកកំតិចកំបោតើបងប្អូនបើចង់ដឹងថាវិធីធ្វើហើយនឹងគ្រឿងផ្សំមានអ្វីខ្លះសូមបងប្អូនចូលទៅមើលវីដេអូនេះឲ្យបានដល់ចប់ទាំងអស់គ្នាបងប្អូនសម្រាប់វិធីធ្វើថ្នាំនេះដែរគឺមានភាពងាយស្រួលមែនទែនដោយបងប្អូនគ្រាន់តែមានម្នាស់ទុំចំនួន1ផ្លែ ABC ចំនួន1កំប៉ុងម្នាស់ទុំនេះដែរបងប្អូនត្រូវយកមកចាត់សម្អាតសម្បកហើយនឹងភ្នែកឲ្យស្អាតហើយបងប្អូនចាត់ជាចំណិតតូចៗដូចនឹងខ្ញុំនៅក្នុងវីដេអូនេះបងប្អូនចាត់ជាចំណិតតូចៗហើយបើសិនជានៅក្នុងផ្ទះបងប្អូនមានម៉ាស៊ីនគីបទឹកផ្លែឈើគឺកាន់តែល្អដោយបងប្អូនយកទៅគីបជាមួយដោយបងប្អូនយកទៅគីបនឹងម៉ាស៊ីនទៅគឺថាឃើញថាទឹកម្នាស់ចេញមកបានល្អអស់ចេញពីផ្លែម្នាស់បងប្អូនតែសម្រាប់នាងខ្ញុំវិញគឺនាងខ្ញុំអត់មានទេម៉ាស៊ីនគីបទឹកផ្លែឈើអញ្ចឹងនាងខ្ញុំបានចាត់ជាចំណិតតូចហើយនាងខ្ញុំយកម៉ាស៊ីនក្រឡុកទឹកក្រឡុកមកជំនួសវិញបងប្អូនសម្រាប់ថ្នាំខ្មែរមួយមុខនេះដែរគឺថានៅពេលដែលបងប្អូនមានជំងឺគ្រោះក្នុងតម្រងនោមឬក៏តម្រងនោមរបស់បងប្អូនមានបញ្ហាមានកំតិចកំទីកំណកកំបោជាប់នៅក្នុងតម្រងនោមហ្នឹងនៅពេលខ្លះបងប្អូនមានអារម្មណ៍ថាពេលដែលបត់ជើងតូចទៅបងប្អូនមានអារម្មណ៍ថានោមទាស់នោមទៅក្តៅមានអារម្មណ៍ថារោយចង្កេះនោះបងប្អូនអាចសាកប្រើតាមវិធីធ្វើថ្នាំនេះបានដូចនាងខ្ញុំបងប្អូននឹងទទួលបានលទ្ធផលខ្ពស់បងប្អូនសម្រាប់ការកិនម្នាស់របស់នាងខ្ញុំបានយកម្នាស់ចំណិតតូចហ្នឹងដាក់ចូលទៅក្នុងម៉ាស៊ីនហើយនាងខ្ញុំបានចាក់ ABC ចូលទៅក្នុងម៉ាស៊ីនក្រឡុកហើយបងប្អូនចំណុចកន្លែងនេះនាងខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចដោយនាងខ្ញុំចាក់ការកិនថ្នាំនេះបើសិនជាបងប្អូនខ្លះគាត់អត់មានម៉ាស៊ីនគីបទឹកផ្លែឈើមានម៉ាស៊ីនក្រឡុកដូចនាងខ្ញុំគឺសូមចាក់ ABC ចូលមិនអាចចាក់ទឹកចូលបានទេបងប្អូនដោយថ្នាំនេះគឺគេមិនបានប្រើទឹកទេគេប្រើតែ ABC ជាមួយនឹងផ្លែម្នាស់តែប៉ុណ្ណោះសម្រាប់ថ្នាំនេះដែរបងប្អូននារីសូមកុំមានការព្រួយបារម្ភថាអ្នកដែលមិនចេះញ៉ាំស្រាខ្លាចញ៉ាំមិនកើតសម្រាប់នាងខ្ញុំក៏អត់ចេះញ៉ាំស្រាដែរប៉ុន្តែនាងខ្ញុំអាចញ៉ាំបានដោយសារតែជាតិម្នាស់ផ្អែមចេញពីផ្លែម្នាស់ហើយ ABC យើងប្រើតែមួយកំប៉ុងដល់ពេលអញ្ចឹងទៅជាតិម្នាស់ហ្នឹងកាត់សឹកជាតិ ABC អស់ទៅវាធ្វើឲ្យមានរសជាតិឆ្ងាញ់ជូរអែមបងប្អូនញ៉ាំទៅមានរសជាតិពិតជាឆ្ងាញ់មែនញ៉ាំហើយចង់ញ៉ាំទៀតប៉ុន្តែដោយសារតែថ្នាំនេះគេតម្រូវឲ្យញ៉ាំមួយថ្ងៃតែម្ដងអញ្ចឹងយើងមិនអាចញ៉ាំច្រើនបានទេបងប្អូនចានៅពេលនេះម្នាស់ដែលនាងខ្ញុំបានកិននេះបានម៉ត់រួចរាល់ហើយបងប្អូនអញ្ចឹងនាងខ្ញុំបានយកស្បៃមួយដែលស្អាតហើយនាងខ្ញុំបានបត់ជា2ឬជា3ជាន់ហើយនាងខ្ញុំចាក់កំហាប់ម្នាស់ដែលនាងខ្ញុំបានកិននេះយកមកច្រោះយកមកពូតឲ្យបានចេញទឹកចេញពីផ្លែម្នាស់ហើយនឹង ABC ដែលនាងខ្ញុំចាក់ចូលបន្តិចនោះសម្រាប់បងប្អូនបើសិនជាបងប្អូនគីបនឹងម៉ាស៊ីនគីបទឹកផ្លែឈើគឺមានភាពងាយស្រួលដែលបងប្អូនគីបហើយគឺបងប្អូនគ្រាន់តែយកទឹកម្នាស់យកមកហើយយក ABC មួយកំប៉ុងដាក់ខ្វះចាក់ចូលហើយបងប្អូនយកស្លាបព្រាកូរលាយទៅជាការស្រេចប៉ុន្តែសម្រាប់នាងខ្ញុំវិញគឺនាងខ្ញុំកិននឹងម៉ាស៊ីនទឹកក្រឡុកវាសាច់ម្នាស់ដែលនាងខ្ញុំកិនជាមួយនឹងទឹក ABC ដែលនាងខ្ញុំចាក់លាយចូលបន្តិចគឺវាឡើងទៅជាខាប់ហើយនៅពេលដែលនាងខ្ញុំយកមកច្រោះនេះគឺមានការពិបាកជាខ្លាំងដោយវាពូតទៅគឺអត់សូវចង់ចេញទឹកម្នាស់ចេញមកទេបងប្អូនហើយសម្រាប់ការញ៉ាំថ្នាំនេះដែរបងប្អូននៅពេលដែលបងប្អូនធ្វើរួចរាល់ហើយបងប្អូនត្រូវញ៉ាំថ្នាំនេះសម្រាប់បងប្អូនដែលគាត់មានជំងឺគ្រោះក្នុងតម្រងនោមឬក៏តម្រងនោមគាត់ដែលមានល្អក់កកដែលចង់មានកំតិចកំបោដែលចង់คล้ายទៅជាគ្រោះនោះគឺបងប្អូនត្រូវបរិភោគចំនួន1អាទិត្យហើយបងប្អូនត្រូវបរិភោគក្នុងមួយថ្ងៃម្ដងជារៀងរាល់ថ្ងៃឲ្យគ្រប់ចំនួន1អាទិត្យហើយបងប្អូននៅពេលដែលបងប្អូនញ៉ាំថ្នាំនេះគឺបំរើបងប្អូនហាមយកទៅដាក់ទូទឹកកកដោយឲ្យឆ្លងថ្ងៃបងប្អូនត្រូវញ៉ាំមួយថ្ងៃម្ដងនេះចំនួនម្នាស់មួយផ្លែ ABC ចំនួន1កំប៉ុងហើយការបរិភោគថ្នាំនេះដែរបងប្អូនត្រូវបរិភោគនៅពេលថ្ងៃឬមួយក៏ពេលរសៀលបងប្អូនដោយបងប្អូនមិនអាចបរិភោគនៅពេលល្ងាចឬពេលយប់បានទេគឺពីថ្នាំនេះអាចបង្កធ្វើឲ្យបងប្អូនឈឺកាពះបានដោយសារតែជាតិម្នាស់បងប្អូនតែបើបងប្អូនញ៉ាំពេលថ្ងៃហើយបងប្អូនត្រូវញ៉ាំបាយឲ្យឆ្អែតចាំបរិភោគនៅពេលក្រោយសម្រាប់បងប្អូនដែលមិនមានជំងឺគ្រោះក្នុងតម្រងនោមឬមួយក៏តម្រងនោមមានល្អក់កកក៏កំណកកំបោក៏បងប្អូនអាចញ៉ាំថ្នាំនេះបានដែរបងប្អូនសម្រាប់នាងខ្ញុំនិងគ្រួសារនាងខ្ញុំតែងតែធ្វើថ្នាំនេះញ៉ាំជារៀងរាល់3ខែម្ដងបងប្អូនហើយសម្រាប់ការញ៉ាំ3ខែម្ដងនេះគឺញ៉ាំម្ដងមានចំនួន2ថ្ងៃខ្ញុំតែងតែញ៉ាំរៀងរាល់ពេលដែលនាងខ្ញុំញ៉ាំបាយថ្ងៃត្រង់រួចនាងខ្ញុំចាប់ផ្ដើមញ៉ាំថ្នាំនេះ
ឲ្យអស់ចំនួនម្នាស់មួយផ្លែហើយនឹង ABC មួយកំប៉ុងចានៅពេលនេះថ្នាំដែលនាងខ្ញុំបានធ្វើចែករំលែកដល់បងប្អូនបានរួចរាល់ហើយតោះបងប្អូនអាចញ៉ាំសាកជាមួយនាងខ្ញុំបានឆ្ងាញ់ខ្លាំងណាស់បងប្អូនអើយជូរអែមសម្រាប់វីដេអូចែករំលែកធ្វើថ្នាំនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាមានកំហុសខុសឆ្គងសូមបងប្អូនខន្តីអភ័យទោសផងបងប្អូនហើយបើសិនបងប្អូនមានចម្ងល់ពាក់ព័ន្ធនឹងវីដេអូធ្វើថ្នាំនេះសូមបងប្អូនចុចខមមិននៅខាងក្រោមវីដេអូនេះបានហើយបើសិនជាគិតថាវីដេអូនេះមានអត្ថប្រយោជន៍សម្រាប់បងប្អូនសូមបងប្អូនជួយ share ជួយ like ឲ្យបេះដូងនិងបន្ត share ចែករំលែកទាំងអស់គ្នាអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ